ប្រិមិត្តបងប្អូនខ្លះបែបធ្លាប់ឃើញវីដេអូនឹងហើយថាវីដេអូនឹងយូរដែរហើយតាំងពីការបាញ់គ្នាលើកទី2មកម្លេះចាមុនបាញ់គ្នាលើកទី2ឬក៏និយាយទៅលើកទី1ក៏គាត់និយាយលើកទី2ក៏គាត់និយាយដែរបងប្អូនអញ្ចឹងវីដេអូមួយនេះផ្ញើទៅកូនសម្លាញ់ខ្ញុំសុំហៅគាត់ថាជាកូនទៅចប់ពីព្រោះអាយុគាត់នឹងប្រហែលជាកូនរបស់ខ្ញុំហើយដោយសារឃើញថាគាត់ស្រស់ស្អាតសង្ហាហើយខ្សំជាកូនខ្មែរដែលមិនភ្លេចកំណើតសង្ឃឹមថាខ្មែរសរិនដែលនៅប្រទេសថៃមួយចំនួននឹងយកតម្រាប់តាមគាត់ផងទៅឲ្យចេះភ្ញាក់រលឹកពីព្រោះមនុស្សយើងកើតមកវាតែមានឫសគល់ថាប្រភពដើមមកពីណាមិនចាំបាច់មកចោះចូលខ្មែរវិញទេប៉ុន្តែគ្រាន់តែថាឲ្យដឹងប្រភពដើមរបស់ខ្លួនតែប៉ុណ្្នឹងទៅហើយក៏អរគុណដល់ក្មួយកូនឬក៏ក្មួយជាដើមការធ្វើសក្រាមជាមួយខ្មែរដែលបានដល់ត្រីនៅខាងថៃនេះគេបានប្រកាសឲ្យទូខ្មែរក៏ជារឿងរ៉ាវផងរឿងរ៉ាវទៅដេញឲ្យពិភពលោកបានដេញរួយនឹងដឹកទ័ពនឹងដឹកយោធាទៅខេត្តថ្ងៃនេះក៏ឃើញជាច្រើននៅខេត្តសេរីមិនដេញខាងខ្មែរយ៉ាងណាយ៉ាងណីមិនដេញផុតពីសក្រាមទៀតទេដឹងគាត់ប្រាប់រដ្ឋមន្ត្រីខាងថៃនេះប្រកាសឲ្យមិញនេះឯងគាត់ប្រាប់ខាងខ្មែរជួយត្រៀមខ្លួនអញ្ចឹងស្ដាប់ទាំងអស់គ្នាបងប្អូនណាយ៉ាងម៉េចយ៉ាងម៉ាហើយនៅខាងកម្ពុជាឃើញថាខាងថៃណាគេបានបង្ហោះសារថាគេនឹងទៅលុកនៅព្រៃចានទៀតបានកើតអីក៏មានប្រាប់ផង